សូមជូនរឿងព្រះអាទិត្យព្រះពាយនិងព្រះភិរុណថ្ងៃមួយមានការប្រឡងប្រជែងដ៏អស្ចារ្យរវាងព្រះអាទិត្យព្រះពាយនិងព្រះភិរុណទាំង3ព្រះអង្គបានលបងយុទ្ធសិលជាមួយគ្នាដោយដាក់កំណត់ថាបើនរណាអាចធ្វើឲ្យអាវរបស់បុរសម្នាក់ដែលកំពុងដើរក្នុងវាលស្រែនោះរបូតចេញពីខ្លួនបានអ្នកនោះគឺជាអ្នកឈ្នះនិយាយហើយក៏ចាប់ផ្ដើមបញ្ចេញយុទ្ធសិលរៀងខ្លួនដោយពពកធ្វើជាអាញាកណ្ដាលពពកចេញឲ្យឆ្ងាយពពកនាំគ្នាថយក្រោយអស់បើកផ្លូវទុកឲ្យព្រះអាទិត្យបញ្ចេញរត់ព្រះអាទិត្យចាប់ផ្ដើមបញ្ចេញពន្លឺនិងកម្ដៅទៅលើបុរសនោះមិនត្រឹមតែមិនដោះអាវទេគាត់ថែមទាំងជេរប្រទេចថែមទៀតទោះព្រះអាទិត្យខំបញ្ចេញកម្ដៅយ៉ាងណាក៏ដោយក៏បុរសនោះនៅតែមិនព្រមដោះអាវចេញទាល់តែសោះឡើយដោយព្រះអាទិត្យអស់កម្លាំងល្ហិតល្ហៃក៏ទុកនាទីនោះឲ្យភិក្ខុជនទី2គឺព្រះពាយវេនព្រះពាយពពកក៏ចាប់ផ្ដើមត្រៀមជើងព្រួលពពករត់ប្រសាចពេញមេឃព្រះពាយក៏ចាប់ផ្ដើមបញ្ចេញខ្យល់បក់បោកមកលើបុរសនោះយ៉ាងខ្មុលខ្មាញ់ស្មានតែបុរសនោះប៉ើងអាវបាត់ហើយព្រោះឃើញគាត់ខ្ទាតចេញពីភ្លឺស្រែតែការពិតបុរសនោះនៅតែកាន់អាវគាត់ជាប់រហូតហើយខំទប់ខ្លាំងជាងមុនថែមទៀតដោយព្រះពាយអស់កម្លាំងហើយបុរសនោះក៏មិនព្រមដោះអាវទៀតក៏ទុកឱកាសឲ្យព្រះភិរុណវិញម្ដងព្រះភិរុណពពកចាប់ដើមហើយពពកក៏ប្រមូលផ្ដុំគ្នាខ្មួលខ្មាញ់បង្កើតបានជាពពកខ្មៅធ្លាក់ភ្លៀងមកឈូបុរសនោះក៏និយាយថាហេថ្ងៃនេះត្រជាក់ត្រជុំម្ល៉េះត្រជាក់ស្រួលណាស់មួយសន្ទុះក្រោយមកគាត់ក៏ដោះអាវចេញហើយពូតយកទៅហែលដូច្នេះព្រះភិរុណជាអ្នកឈ្នះ